មានរឿងឧក្រិដ្ឋកម្មមួយនៅក្នុងប្រទេសជប៉ុនដែលធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេសប៉ុន្តែវាបានបាត់បង់ចេញពីការចងចាំរបស់មនុស្សគ្រប់គ្នាផងដែរវាជាករណីមួយដែលមានទាំងភស្តុតាងនិង DNA របស់ជនល្មើសប៉ុន្តែរយៈពេលកន្លងទៅជាង20ឆ្នាំហើយក៏នៅតែមិនអាចដោះស្រាយបានហេតុអ្វីបានជាករណីនេះស្ថិតក្នុងភាពអាថ៌កំបាំងបែបនេះយើងទៅដឹងរឿងរ៉ាវលម្អិតនៅក្នុងហេតុការណ៍នេះជាមួយគ្នានៅក្នុងឆ្នាំ2001មុនថ្ងៃដែលពិភពលោកផ្ដោតការចាប់អារម្មណ៍ចំពោះសហរដ្ឋអាមេរិកនៅក្នុងព្រឹត្តិការណ៍ភារវកម្មយន្តហោះដឹកអ្នកដំណើរបុកជាមួយនឹងអគារពាណិជ្ជកម្មនៅទីក្រុងក្យូតូប្រទេសជប៉ុនឯណោះវិញក៏មានករណីឃាតកម្មមួយបានកើតឡើងចំពោះស្ត្រីម្នាក់ផងដែរគាត់មានអាយុ46ឆ្នាំធ្វើការជាបុគ្គលិកផ្នែកត្រួតពិនិត្យក្នុងក្រុមហ៊ុនអគ្គិសនីមួយកន្លែងអ្នកជិតខាងបាននិយាយថាគាត់ជាមនុស្សដែលស្ងប់ស្ងាត់និងមិនមានបញ្ហាជាមួយនរណាទេនៅថ្ងៃទី10ខែកញ្ញាគឺជាថ្ងៃដែលប្រទេសជប៉ុនត្រូវបានព្រមានអំពីការរងការវាយប្រហារពីព្យុះទី15អាកាសធាតុនៅក្នុងថ្ងៃនោះមានភ្លៀងរលឹមតិចៗជាមួយនឹងខ្យល់ត្រជាក់គ្មាននរណាម្នាក់ដឹងទេថាវាក្លាយជាថ្ងៃចុងក្រោយនៃជីវិតរបស់ស្ត្រីរងគ្រោះនោះទេព្រឹកម៉ោងប្រហែល7អ្នកស្រីមូរ៉ាយ៉ាម៉ាកូបានចេញពីផ្ទះរបស់គាត់ដោយកាន់កាបូបដើម្បីទៅធ្វើការដោយទម្លាប់គាត់រាល់ថ្ងៃផ្ទះរបស់គាត់ស្ថិតនៅជាន់ទី6នៃអគារអាផាតមិនមួយកន្លែងដែលស្ថិតនៅក្បែរស្ថានីយ៍រថភ្លើងដែលមានភាពស្ងប់ស្ងាត់តែជាកន្លែងដែលមានសុវត្ថិភាពប៉ុន្តែត្រឹមតែ20នាទីបន្ទាប់ពីលោកស្រីមូរ៉ាយ៉ាម៉ាកូចេញពីបន្ទប់របស់គាត់រឿងរ៉ាវដែលនឹកស្មានមិនដល់ក៏បានកើតឡើងអ្នករស់នៅក្នុងអាផាតមិនជាមួយលោកស្រីមូរ៉ាយ៉ាម៉ាកូបានទៅចុចចណ្ដាលយន្តបំរុងនឹងចូលជិះហើយនៅពេលទ្វារបានបើកគាត់បានឃើញសាកសពរបស់លោកស្រីមូរ៉ាយ៉ាម៉ាកូដេកស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណ៌អធមស្ថានភាពសាកសពត្រូវបានចាក់ជាច្រើនកំបិតភ្លាមនោះបុរសដែលស្ថិតនៅក្នុងហេតុការណ៍នោះក៏បានទូរស័ព្ទទៅហៅឡានពេទ្យក៏ដូចជាប្តឹងប៉ូលីសផងដែរប៉ុន្តែនៅពេលក្រុមប៉ូលីសចុះទៅដល់កន្លែងកើតហេតុគ្រប់យ៉ាងបានយឺតពេលបាត់ទៅហើយពលគឺលោកស្រីមូរ៉ាយ៉ាម៉ាកូបានបាត់បង់ជីវិតបាត់ទៅហើយនៅក្នុងករណីឃាតកម្មនេះក៏មានចំណុចដែលគួរសង្ស័យមួយចំនួនផងដែរទី1ក្រុមប៉ូលីសបានរកឃើញភាពមិនប្រក្រតីនៅនឹងកន្លែងកើតហេតុគឺមិនត្រឹមតែមានឈាមនៅក្នុងចណ្ដាលយន្តប៉ុណ្ណោះទេប៉ុន្តែមានស្នាមឈាមប្រឡាក់សឹងគ្រប់ទីកន្លែងនៅជាន់ទី1ផងដែរដែលធ្វើឲ្យក្រុមប៉ូលីសសន្និដ្ឋានថាវាមិនមែនជាការវាយប្រហារតែមួយដងនោះទេប៉ុន្តែវាបង្ហាញថាមានការប្រតែយប្រតបគ្នាមុនអ្នកស្រីមូរ៉ាយ៉ាម៉ាកូត្រូវបានឃាតករសម្លាប់តើអ្នកស្រីមូរ៉ាយ៉ាម៉ាកូព្យាយាមរត់គេចឬក៏ជនល្មើសព្យាយាមតាមសម្លាប់គាត់គឺគ្មាននរណាម្នាក់អាចប្រកាសបានឡើយទី2គ្មានការបាត់បង់ទ្រព្យសម្បត្តិអ្វីដែលធ្វើឲ្យប៉ូលីសភ្ញាក់ផ្អើលគឺជនដៃដល់មិនបានយកលុយកាក់និងរបស់មានតម្លៃនៅក្នុងកាបូបរបស់លោកស្រីមូរ៉ាយ៉ាម៉ាកូនោះទេគ្រប់យ៉ាងនៅគ្រប់ចំនួនទាំងអស់នោះមានន័យថាវាមិនមែនជាករណីប្លន់នោះទេទី3គ្មានមូលហេតុច្បាស់លាស់គ្រួសារនិងមិត្តភ័ក្តិរបស់លោកស្រីមូរ៉ាយ៉ាម៉ាកូបាននិយាយថាគាត់គឺជាមនុស្សល្អមិនដែលមានចំនួនជាមួយនរណាឡើយហើយក៏មិនដែលមានសត្រូវទេដូច្នេះទើបធ្វើឲ្យមនុស្សគ្រប់គ្នាមានចម្ងល់ថាហេតុអ្វីគាត់ត្រូវបានសម្លាប់ទៅវិញប៉ូលីសក៏បានធ្វើការស៊ើបអង្កេតយ៉ាងលម្អិតហើយក៏ទទួលបានព័ត៌មានមួយដែលសំខាន់ខ្លាំងចំពោះរឿងក្តីនេះដោយប៉ូលីសបានរកឃើញ DNA នៅនឹងកន្លែងកើតហេតុដែលគេជឿជាក់ថាគឺជារបស់ជនល្មើសនេះគួរតែជាភស្តុតាងដែលសំខាន់បំផុតដែលអាចនាំទៅរកការចាប់ខ្លួនជនល្មើសបានប៉ុន្តែ DNA នោះមិនត្រូវគ្នាជាមួយទិន្នន័យណាមួយឡើយនោះមានន័យថាជនល្មើសមិនស្ថិតនៅក្នុងកំណត់ត្រានៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាលជប៉ុនឡើយអ្វីដែលធ្វើឲ្យករណីនេះកាន់តែមានភាពសោកស្ដាយគឺវាបានកើតឡើងមុនថ្ងៃដែលគ្រប់គ្នាផ្ដោតការចាប់អារម្មណ៍ទៅលើសហរដ្ឋអាមេរិកអំពីភារវកម្មយន្តហោះដឹកអ្នកដំណើរបុកជាមួយអគារពាណិជ្ជកម្មនៅក្នុងទីក្រុងញូវយ៉កមុនមួយថ្ងៃដូច្នេះហើយគ្រប់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុករបស់ជប៉ុនមិនសូវបានផ្សព្វផ្សាយអំពីករណីឃាតកម្មទៅលើអ្នកស្រីមូរ៉ាយ៉ាម៉ាកូនោះទេហើយក៏ត្រូវបានមនុស្សគ្រប់គ្នាបំភ្លេចចោលបន្តិចម្ដងធ្វើឲ្យនៅមានសំណួរជាច្រើនដែលនៅសេសសល់ថាតើវាគឺជាការវាយប្រហារដោយចៃដន្យឬជាការជ្រើសរើសជនរងគ្រោះដោយចៃដន្យឬក៏ជនដៃដល់ជាមនុស្សដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរដោយមានស្នាមឈាមប្រឡាក់សឹងគ្រប់ទីកន្លែងវាបង្ហាញថាអ្នកស្រីមូរ៉ាយ៉ាម៉ាកូមានការតស៊ូជាមួយជនដៃដល់យ៉ាងខ្លាំងវាមិនមែនជាការសម្លាប់ធម្មតាទេដោយសារថ្ងៃនោះមានភ្លៀងផងដែរ
ដូច្នេះហើយស្នាមជើងនិងភស្តុតាងផ្សេងៗត្រូវបានរលុបយ៉ាងងាយស្រួលដែលធ្វើឲ្យការស៊ើបអង្កេតរបស់ក្រុមប៉ូលីសកាន់តែពិបាកតើវាជាការចៃដន្យឬជាអ្វីដែលជនល្មើសបានគិតទុកជាមុនរហូតមកដល់ថ្ងៃនេះជាង20ឆ្នាំមកហើយករណីនេះនៅតែមិនទាន់ដោះស្រាយបាន DNA ក៏មានភស្តុតាងក៏មានប៉ុន្តែជនល្មើសនៅតែមិនទាន់រកឃើញករណីនេះមិនត្រឹមតែជារឿងក្តីឧក្រិដ្ឋកម្មនោះទេប៉ូលីសនៅក្នុងទីក្រុង Kyoto កំពុងស្នើសុំព័ត៌មានបន្ថែមពីអ្នកដែលដឹងអំពីហេតុការណ៍នេះហើយគ្រប់សារព័ត៌មានតូចធំទាំងអស់នៅក្នុងប្រទេសជប៉ុនក៏កំពុងធ្វើការផ្សព្វផ្សាយផងដែរនេះគឺជារឿងមួយដែលបង្ហាញថាគ្រប់យ៉ាងអាចកើតឡើងបានទាំងអស់សូម្បីតែកន្លែងដែលយើងគិតថាមានសុវត្ថិភាពខ្លាំងប៉ុណ្ណាក៏ដោយដូច្នេះហើយសូមគ្រប់គ្នាធ្វើការប្រុងប្រយ័ត្នឲ្យបានច្រើនចំពោះមនុស្សជុំវិញខ្លួន